បាទជំរាបសួរបងប្អូនទាំងអស់គ្នាអរគុណព្រះសម្រាប់ពេលវេលាថ្ងៃនេះដែលទ្រង់បានប្រទានពរឲ្យលោកគ្រូមករៀបបងប្អូនសាជាថ្មីម្ដងទៀតអញ្ចឹងនៅថ្ងៃនេះគឺលោកគ្រូបានលើកយកនៅ lesson 4បាទមេរៀនទី4ទាក់ទងជាមួយនឹង phonics បាទ phonics អញ្ចឹងថ្ងៃនេះលោកគ្រូចង់ឲ្យបងប្អូនដឹងអំពីការបញ្ចេញសំឡេងទាក់ទងជាមួយនឹងអក្សរ A ណាបើបងប្អូនបានទៅអក្សរ A តើការបញ្ចេញសំឡេងនៃអក្សរ A បែបណាអញ្ចឹងទីទៀតយើងនឹងស្ដាប់ទាំងអស់គ្នាហើយយើងនឹងសិក្សាជាមួយលោកគ្រូទាំងអស់គ្នាថ្ងៃនេះយើងនឹងមានពាក្យ3ដែរមានពាក្យថា cat មានពាក្យថា fan មានពាក្យថា man បាទតែយើងบอกតែថា cat ហ្នឹងគឺឆ្មា fan ហ្នឹងគឺកង្ហារតែបងប្អូនបាននៅផ្ទះតែតែមានណាហើយ man គឺបុរសបាទបុរសតោះឥឡូវយើងទៅមើលហើយស្ដាប់ជាមួយគ្នាថាតើពីនីមួយៗតាក់ទងជាមួយនឹងអក្សរ A តើវាការបញ្ចេញសំឡេងរបស់វាបែបណាអក្សរ C អក្សរ A អក្សរ T អក្សរ F អក្សរ A អក្សរ M អក្សរ M អក្សរ A អក្សរ N ហ្នឹងតើការបញ្ចេញសំឡេងរបស់វាគឺបែបណាណាតោះឥឡូវយើងទៅស្ដាប់ទាំងអស់គ្នាបាទ 12 Listen and point K A T cat បាទ cat A N fan A N man បាទអរគុណអញ្ចឹងវាដាច់តិចណាដាច់សំឡេងតិចអញ្ចឹងសង្ឃឹមថាបងប្អូនអាចស្ដាប់បានខ្លះឥឡូវមកមើលអំពីការបញ្យល់របស់លោកគ្រូវិញដែលតាក់ទងជាមួយនឹងអក្សរ C យើងអានថា k k បាទបងប្អូនអាចនិយាយតាមលោកគ្រូបាន k k បាទដល់ពេលអក្សរ A នេះគឺ a បាទអក្សរ T គឺ t t cat cat បាទ cat បាទតោះយើងទៅពាក្យទី2គឺពាក្យថា fan អក្សរ F គឺ f f បាទអក្សរ A គឺ at បាទអក្សរ N គឺ n n បាទ fan fan បាទតោះឥឡូវយើងយកពាក្យទី4អក្សរ M គឺ m m ដល់ពេលអក្សរ A គឺ at ដែរ at ដល់ពេលអក្សរ N គឺ n n man man បាទតោះអញ្ចឹងម្ដងទៀត k at t cat cat បាទដល់ពេល f f at n fan fan បាទចុងក្រោយគឺ m at n man man បាទចឹងសកម្មថាបងប្អូនអាចនឹងស្ដាប់តន់អំពីពាក្យទាំង3ខាងលើនេះតើឥឡូវយើងទៅស្ដាប់អំពីការសូត្រនៅតាក់ទងជាមួយនឹងសំឡេងទាំងអស់គ្នាណាបាទតោះតែយើងទៅស្ដាប់ទាំងអស់គ្នា Listening 113 Listen and chant បាទយើងស្ដាប់ទាំងអស់គ្នា The cat has a hat The cat has a hat Hat The man has a fan The man has a fan At បាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចនឹងស្ដាប់បានហើយតោះឥឡូវអានជាមួយលោកគ្រូទាំងអស់គ្នាតោះសូត្រជាមួយលោកគ្រូតោះ The cat has a hat The cat has a hat at The man has a fan The man has a fan at បាទតោះឥឡូវសូមបងប្អូនទាំងអស់គ្នាដល់ជានិមន្តលោកគ្រូតោះ1 2 3 The cat has a hat The cat has a hat at តទៅទៀត The man has a fan The man has a fan at បាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចនឹងដឹងអំពីការសូត្រហើយនឹងការបញ្ចេញសំឡេងតាក់ទងជាមួយនឹងអក្សរ A ណាបាទយើងផ្ដោតទៅលើអក្សរ A ជាសំខាន់ណាអញ្ចឹងលោកគ្រូមានតែមេរៀនប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចនឹងយកទៅសូត្រនៅផ្ទះបន្ថែមទៀតអ
ខ្ញុំក្រោយលោកគ្រូសូមអរគុណសូមព្រះប្រទានពរ